កំពូលសែនជ័យនៅណាវត្តមួយណាកំពូលសែនជ័យហ៎អាហ្នឹងនៅតែលឿនវិញប៉ុន្តែធ្វើថ្មីឬក៏អាចាស់តដែលអាហ្នឹងតា58នាក់ទេណា58នាក់អានេះពិតជាលឿនមែនខ្ញុំធ្វើអាហ្នឹងមួយកាលនោះធ្វើអាសារាយសែនជ័យនៅអីនៅខ្សែកដាលកំពូលសែនជ័យនៅអារៃណែនៅមុខកំពូលអាកំពូលសែនជ័យនេះអង្គដាច់អាចក្រភពរាំងសីរបស់សៅសុខាទៀតណាអានេះលឿនមែនតែ58នាក់បើលឿននៅតែលឿនទូកនឹងមួយទៅត្រូវខ្នាតមិនវាត្រូវខ្នាតមិនប៉ុន្តែនៅបន្តទៅទៀតមើលណាស្ប៉ុងសរអាកំពូលសែនជ័យឆ្នាំនេះបាទគង់អៀងអាហ្នឹងនៅចាស់ទូកចាស់ដដែលទេថ្មីណាចុះបើមិនជួសជុលទុកអាហ្នឹងយ៉ាងហោចណាស់ក៏គេធ្វើអាដងយកដងស្អីខ្ទង់វាឲ្យថ្មីពោះទូកនេះអាយុកាលវាមើលធ្វើពីឆ្នាំ1997ឥឡូវ22ឆ្នាំថា21ឆ្នាំនៅតែលឿនអានេះទេបនឲ្យទៅលឿនចឹងហើយទូកកាលនោះធ្វើធ្វើមួយនេះគឺថាសម្រាប់ស្រុកគុំណែវត្តពុកអាស័យអានោះឈ្មោះអីអាមុនឈ្មោះអាសារាយផុតហើយបានធ្វើមួយទៀតដាក់អាសារាយសែនជ័យហ៎លេខ1ទូទាំងប្រទេសអាសារាយសែនជ័យប៉ុន្តែមិនមែនអាមុនទេអាធ្វើក្រោយទេធ្វើក្រោយគាត់តែយកឈ្មោះវាទេតែអាកំពូលសែនជ័យទូកចាស់ដដែលតែវានៅតែលឿនអាសារាយសែនជ័យដូរម៉ានដងហើយបន្ទុំបុផាដូរម៉ានដងហើយដូរចុះដូរឡើងយឺតប្រយអំពវ័ននេះសិនដូរហើយណាហើយរឿងលេងទូកងោនេះសិតតែលួចគ្នាពីដើមខ្ញុំកាន់អារៃស្រីម៉ៅក្រាំងយើតើអ៊ំជាមួយអាចៅពីកូម៉ាបុផាជ្រួយថ្មរបស់ហ៊ុនណេងអ៊ំយូទៅយើងវានៅតែជាង60វាឡើងដល់ជាង70ទូកវាមុនខ្លីជាងដល់នេះតែអានេះលួចដូរទូកណាអាហ្នឹងរឿងមួយទៅចាញ់អាបងបកើតខ្លួនឯងចាញ់មកអាបងបកើតខ្លួនឯងវាលួចដូរទូកហើយយើងគិតថាអាចៅពីកូម៉ាវាអត់ខ្លាំងប្រហែលទេអាហ្នឹងនោះយើងធ្លាប់ស្គាល់វាហើយដល់ទៅមើលចណ្ដោរបស់វាជាង70អាហ្នឹងមួយទៅមួយទៀតចាញ់ខ្មោចសុខាននេះអាគិរីវងសុកសែនជ័យទូកប្រហែលជា10វាទៅរើសយកអាណាលឿនជាងគេវាដាក់ឈ្មោះអាគិរីវងអូយអាយអ៊ំទៅវិញឆ្នាំដល់សិក្សាបានលេងអាគិរីវងម្ដងដឹងថាហើយឲ្យអ្នកផ្គូហ្នឹងអត់ឲ្យដឹងមុនទៀតចុងក្រោយឲ្យអ្នកផ្គូដូរទូកមកពីមុនដាក់គិរីវងជាមួយនឹងអ្នកណានោះស្រាប់តែដល់ពេលស្អែកឡើងចេញជីថ្មីគិរីវងប៉ះស្រីម៉ៅក្រាំងយើព្រោះស្រីម៉ៅក្រាំងយើអាថ្ងៃទី1ហ្នឹងគឺវាលេងថ្ងៃទី1ដាក់ឈ្នះគិរីវងបានម្ដងដល់ក្រោយមកសុខានសិក្សាដឹងពីលើចវាយលេងឯងទៅបាត់ទៀតទៅអានោះរឿងអ្នកមាត់ទលេគឺបើមិននិយាយពីរឿងអ៊ំទូកទេគេមិនមែនហៅអ្នកទលេទេហើយអ្នកទលេបើមិនបានលេខទឹកមិនមែនអ្នកទលេអ្នកទលេកើតទុកបំផុតគឺទឹកអត់លេខភូមិរឿងអ្នកទលេវាអញ្ចឹងតែឃើញលេខភូមិថាអ្នកទលេរងគ្រោះមិនមែនទេអ្នកទលេរងគ្រោះគឺទឹកអត់លេខភូមិអាហ្នឹងបានព្រោះអត់មានដីល្បប់សត្វល្អិតក៏អត់ស្លាប់ក៏អត់ងាប់